សួស្តីទាំងអស់គ្នានៅថ្ងៃឆ្នាំថ្មីបានកន្លងផុតទៅអស់រយៈពេល1ខែហើយគ្នាបាន plan ចំណងជើងសភៅដែលត្រូវទិញយកមកអាននៅក្នុងឆ្នាំនឹងហើយនៅខ្ញុំនឹងប្រាប់សម្រាប់ channel YouTube ចំនួន4ដែលអាចនឹងផ្ដល់នៅចំណងជើងឬក៏កំណត់ក្នុងការអានសភៅមកឲ្យយើងហើយបើសិនជាទាំងអស់គ្នាអត់ដឹងថាត្រូវចាប់ផ្ដើមអានសភៅឬក៏ទិញសភៅអីមកអានទេអាចសាកល្បងទៅចូលមើល channel ទាំងអស់នឹងបាន channel YouTube ទី1ហ្នឹងគឺ channel របស់បងសេងកិច្ចលីគាត់គឺជាអ្នកនិពន្ធសភៅហើយខ្ញុំស្គាល់ channel គាត់ហ្នឹងប្រហែលជា3ឆ្នាំជាងអីដែរពាក់ព័ន្ធជាមួយនឹងការចែកម្លែករបស់គាត់អាចលើកយកផ្នែកណាមួយនៅក្នុងសភៅដែលគាត់ធ្លាប់អានយកមកចែកម្លែកហើយនៅវីដេអូខ្លះទៀតគាត់និយាយពាក់ព័ន្ធជាមួយនឹងការបង្កើតទម្លាប់ថ្មីអីផ្សេងៗចឹងទៅប៉ុន្តែអីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងនៅក្នុង channel របស់គាត់ក្រៅពីការចែកម្លែកពាក់ព័ន្ធជាមួយនឹងចំណងជើងសភៅខ្លះៗដែលគាត់បានអានគាត់បានចែកម្លែកពាក់ព័ន្ធជាមួយនឹង podcast និយាយពីអនាគតដែលមានអញ្ជើញវាគ្មិនកិត្តិយសមកពីគ្រប់វិស័យទាំងអស់ខ្ញុំគិតថាមានទាំងខាងសិល្បៈមានទាំងខាងធ្វើការងារនៅក្នុងវិស័យរដ្ឋហើយមានទាំងអ្នកធ្វើការងារនៅក្នុងវិស័យផ្សេងៗទៀតដូចជាសុខាភិបាលអីជាដើមសម្រាប់ channel YouTube ទី2គឺបោះបងចេញអានហ្នឹងហើយខ្ញុំស្គាល់ channel របស់គាត់ហ្នឹងក៏ប្រហាក់ប្រហែលគ្នាជាមួយនឹង channel របស់ទី1ដែរគឺតាមរយៈការមើលវីដេអូនៅក្នុង YouTube ហ្នឹងគឺខ្ញុំទទួលបានចំណុចច្រើនដែរពាក់ព័ន្ធជាមួយនឹងការបង្កើតទម្លាប់ថ្មីពួកគាត់ច្រើនតែចែកម្លែកពីអីមួយដែលគាត់បានអនុវត្តផ្ទាល់នៅក្នុងជីវិតរបស់គាត់ហើយគាត់យកមកប្រាប់ថាវាមាន step អីគេខ្លះចឹងទៅវីដេអូរបស់គាត់អាចថាវីដេអូខ្លះរៀងវែងវីដេអូខ្លះរៀងខ្លីប៉ុន្តែវាមាន timeline ស្រួលnote យកចំណុចទាំងអស់ហ្នឹងយកមកអនុវត្តនៅក្នុងជីវិតរបស់យើងផ្ទាល់បើសិនជាយើងចង់សាកល្បងហើយខ្ញុំក៏ទទួលបាននៅចំណងជើងសភៅពីការចែកម្លែករបស់គាត់ច្រើនដែរហើយ channel YouTube ទី3ហ្នឹងគឺបោះបងពូលីរតនាហ្នឹងហើយchannel ហ្នឹងខ្ញុំស្គាល់ប្រហែលជា3ឆ្នាំជាងហើយតាំងពីគាត់នៅរៀងក្មេងដែរគាត់ធ្វើវីដេអូគាត់បើសម្រាប់វីដេអូរបស់នៅក្នុង channel របស់គាត់មកខ្ញុំគិតថាគាត់ចែកម្លែកច្រើនពាក់ព័ន្ធជាមួយនឹងការអានសភៅហើយនឹងចំណងជើងសភៅភាគច្រើនគាត់អានចប់ចឹងគាត់អាចនឹងយកមកប្រាប់កន្លែងណាដែលគាត់ចាប់អារម្មណ៍នៅក្នុងសភៅនឹងហើយអាចនឹងសង្ខេបខ្លះៗថាសភៅនឹងនិយាយពីអីចឹងទៅហើយថ្មីនេះខ្ញុំទំតែយកបានចំណងជើងប្រហែលជា2 3ចំណងជើងពីការចែកម្លែកវីដេអូនៅtrongឆ្នាំ2025របស់គាត់ដែលគាត់បានអានប្រហែលជាជាង10ក្បាលសភៅក្រោយហ្នឹងគឺ channel របស់ខាង Grow channel នេះខ្ញុំអត់ស្គាល់ឈ្មោះ admin ទេព្រោះភាគច្រើនវីដេអូដែលគាត់ចេញមកហ្នឹងគឺជាប្រភេទរូបភាពតុក្កតាហើយប្រភេទវីដេអូរបស់គាត់និយាយមកវាពាក់ព័ន្ធជាមួយនឹងការលើកទឹកចិត្តហើយវីដេអូមួយចំនួនទៀតហ្នឹងគាត់និយាយសង្ខេបពាក់ព័ន្ធជាមួយនឹងការអានសភៅដែរអញ្ចឹងស្ដាប់ហើយភាគច្រើនវីដេអូរបស់គាត់ហ្នឹងគឺជំរុញឲ្យយើងមានកម្លាំងចិត្តក្នុងការធ្វើអីមួយជាពិសេសពេលដែលយើងមានអារម្មណ៍ថាអស់សង្ឃឹមវីដេអូមួយចំនួនទៀតហ្នឹងស្ដាប់ហើយធ្វើយើងមានអារម្មណ៍ថាចេះយើងអត់អស់សង្ឃឹមទៀតទេហើយបើសិនជាយើងមានអារម្មណ៍ថាយើងដើរយឺតវីដេអូខ្លះស្ដាប់ហើយធ្វើយើងមានអារម្មណ៍ថាតាមពិតទៅមិនមានយើងតែឯងទេដែលដើរយឺតក៏មានអ្នកផ្សេងទៀតក៏ជួបឧបសគ្គអីរឿងរ៉ាវអីដូចជាយើងអញ្ចឹងសម្រាប់ខ្ញុំ4ហ្នឹងគឺខ្ញុំចាប់អារម្មណ៍ជាងគេហើយខ្ញុំអាសាយកបានពាក់ព័ន្ធជាមួយគំនិតក៏ដូចជាចំណងជើងសភៅយកមកដើម្បី search ក្នុងការទិញយកសភៅឬក៏យកគំនិតទាំងអស់ហ្នឹងយកមកប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំសង្ឃឹមថាការចែកម្លែកនេះនឹងជួយជាផ្នែកមួយសម្រាប់អ្នកដែលកំពុងតែ plan ចង់អានសភៅហើយអត់ដឹងថាទិញសភៅអីក្នុងការអានអញ្ចឹងតើអ្នកគ្នាអាចសាកល្បងចូលទៅមើលវីដេអូរបស់ពួកគាត់អញ្ចឹងតើអ្នកគ្នាអាចសាកល្បងទិញយកសភៅហ្នឹងមកអានបានហ្នឹងហើយបាយបាយជួបគ្នាវីដេអូក្រោយ